តោះមកដឹងទាំងអស់គ្នាថាតើខ្ញុំរស់នៅក្រុងកំពង់សោមនេះក្នុងរយៈពេល1ថ្ងៃតើខ្ញុំចាយលុយអស់ប្រមាណចុះបើខ្ញុំប្រាប់ថាខ្ញុំចាយត្រឹមតែ5000ទៅ7000នៅក្នុងមួយថ្ងៃបងប្អូនគាត់ជាអត់ជឿទេថាវាមិនដែលបាយមួយពេលមិនក៏5000ដែរអញ្ចឹងតោះទៅមើលទាំងអស់គ្នាលំឡើងទៅរោនំនៅផ្សារឃ្លាំងលើដោយសារតែព្រឹកហ្នឹងអត់ដឹងថាគេធ្វើម្ហូបអីឲ្យញ៉ាំទេអញ្ចឹងក៏ទិញនំពុំទិញ2អស់2000ហើយយើងដឹងស្រាប់ហើយធ្វើការតើមានកាហ្វេខ្ញុំដល់មានកាហ្វេរាល់ថ្ងៃហ្នឹងហើយកាហ្វេឡៃនេះគឺនៅចិត្ត office ហ្នឹងតមកគ្នាតែមួយកែវ5000ហើយក៏បានកាហ្វេបានអីហើយក៏ឡើងមក office វិញសម្រាប់អាហារពេលព្រឹកឆែកមើលទៅអូថ្ងៃនេះបានឆាខ្ញីហើយអាហារនេះគឺផលក្រុមហ៊ុនផ្ដល់ឲ្យមានអីបានឆាខ្ញីចូលចិត្តញ៉ាំដែរហើយចំពោះអាហារថ្ងៃត្រង់នេះក៏ក្រុមហ៊ុនផ្ដល់ឲ្យដែរបានស្ងោរស្លោប្រហើរជាមួយនឹងប្រហុកចំហុយតែអត់សូវចេះញ៉ាំប្រហុកទេញ៉ាំតិចញ៉ាំតែស្លោប្រហើរហើយល្ងាចបានស្ងោរម្រះជាមួយនឹងត្រីដែងចៀនជាមួយនឹងចាវល្ហុងហើយសរុបទៅអស់7000ថ្ងៃនឹងចាយអរគុណ